បាទជំរាបសួរឥឡូវយើងមកធ្វើលំហាត់ត្រៀមឈរមេទី1ធរណីមាត្រថ្នាក់ទី5ទី5 mark ទី5 find the area of the unshaded part of the each following figure អញ្ចឹងគ្នាយើងកន្លែងនេះគេរកផ្ទៃកលាដែលមិនបានផាត់ពណ៌អញ្ចឹងផ្ទៃកលាដែលមិនបានផាត់ពណ៌អីគេគ្នាយើងនេះអាផ្នែកពណ៌កណ្ដាលនេះណាអញ្ចឹងដើម្បីរកវាបានអាកន្លែងហ្នឹងរៀងវាជាត្រីកោណហ្នឹងមិនអញ្ចឹងហ៎ឈរសរសេរ area and set it area and set it បន្ទាប់មករូបមុនយើងអីគេ area and set it ដោយសារវាជាត្រីកោណអញ្ចឹង area វារូបមុនវាគឺ a ស្មើ 1/2 times base times height អញ្ចឹងហ៎ចាអ្វីដែលសំខាន់កន្លែងនេះត្រូវដាក់ផ្កាយមួយតើ base វាស្មើអីគេ base វាគឺ dc dh គ្នាយើងណា dh បាទ base វាគឺ dh ឥឡូវឈប់ខ្ញុំសុំទៅសេជំនួសទៅជារូបមន្តរបស់យើងអញ្ចឹងវាទៅជា1លើ2 base យើងគឺ dh គុណជាមួយនឹង height វាឃើញកន្លែងនេះឯងឃើញវាកែងអញ្ចឹង height វាគឺ bh អញ្ចឹងអ្វីដែលជាបញ្ហាបងអូននឹងសួរថាឈើ dh ស្មើប្រមាណអញ្ចឹង dh ប្រវែងសរុបផុស AC គឺអាធំជាងគេហ្នឹងគឺ25អញ្ចឹងអត់អញ្ចឹង25ដកឲ្យបាទ25ដកឲ្យប៉ុន្មាននេះយើងដកឲ្យ7បូកឲ្យ6អញ្ចឹងហ៎អញ្ចឹងគឺស្មើនឹង25ដកឲ្យ10 13 25ដក13សល់12ចា12ម៉ែត្រអញ្ចឹងយើងបានអស់ហើយគ្នាយើងគ្រាន់តែជំនួសចូលរូបមន្តរបស់យើង1លើ2គុណបាទយើង dh បាទគឺស្មើនឹង12គុណជាមួយនឹង height bh គឺស្មើនឹង8ពួកយើងគុណមកពួកយើងគុណឲ្យចាំចែកណាគុណឲ្យហើយសិនចាំយើងចែកជាមួយនឹង2អញ្ចឹងកន្លែងនេះយើងគុណទៅបានប៉ុន្មាន8 2ដង16សេលេខ6ត្រា1 8ម្ដងនឹង1 9 96អញ្ចឹងពួកយើងចែកមក96ចែកឲ្យ2អញ្ចឹងយើងបាន48អញ្ចឹងដោយសារវាជាarea ផ្ទៃកលាគិតជាម៉ែត្រការ៉េអូខេនេះ48ម៉ែត្រការ៉េហោះមួយទៀតកុំឲ្យខាតពេលមួយទៀតយើងធ្វើម៉េចគ្នាយើងកន្លែងនេះពួកយើងមើលរូបណាពួកយើងមើលរូបមកនៅតែ find area unset ទេដោយសារវា b ab ណាអញ្ចឹងនេះ area unsetបាទនៅតែយើងធ្វើតាម area unset ទៅដែរអញ្ចឹងទាំងអស់គ្នាមើលយើងធ្វើម៉េចកន្លែងនេះកន្លែងនេះយើងរកយើងអាចមានពីររបៀបទី1ពួកយើងរក a1 បូក a2 ទៅតែឈើមានរបៀបមួយទៀតយើងទៅមកបន្ទាត់ដល់ចម្លើយហ្មងដោយពួកយើងរកផ្ទៃកលាសរុបហើយឈើថា area the unset ស្មើអីគេនេះយើងឈើយកផ្ទៃកលាចតុកោណកែងសរុបណាអញ្ចឹង area rectangle area rectangle ដកអា shaded ចេញវិញ area rectangle ដក area shaded វិញយើងគ្រាន់តែរកផ្ទៃកលា unshaded គ្នាយើងយកផ្ទៃកលាសរុបអាចតុកោណកែងសរុបដកនឹងផ្ទៃកលាដែលគេផាត់ពណ៌នឹងវិញមកអញ្ចឹងមានន័យថាកន្លែងនេះឈើសុំទៅសេតឈើជំនួសចូលក្នុងសាច់រឿងរបស់យើងគឺ area rectangle area ចតុកោណកែងសរុបគឺឈើយកអក្សរវា BC ផ្ទៃកលាចតុកោណកែងស្មើបណ្ដោយគុណទៅតឹងណាអញ្ចឹងស្មើ BC គុណជាមួយនឹង CD ដកជាមួយនឹង shaded มันស្មើនឹង1លើ2ដោយសារវាជាត្រីកោណមិនអញ្ចឹងស្មើ1លើ2គុណនឹងអីគេនេះយើង1លើ2គុណជាមួយនឹង ED ដែលជាបាតគុណជាមួយនឹង height កម្ពស់របស់វាគឺ AF សំទោសអស់ space សរសេរអញ្ចឹងម្ដងទៀតកន្លែងនេះអត់មាន space សរសេរច្រើននិយាយដោយសារវាshaded ហ្នឹងវាជា
ត្រីកោណអញ្ចឹង1លើ2គុណជាមួយនឹង ED ដែលជាបាតហើយគុណនឹង AF ដែលជាកម្ពស់ហើយមិនបានយើងថាវាជាបាតនិងកម្ពស់ដោយសារវាកែងគ្នាអញ្ចឹងយើងចាប់ផ្ដើមចំនួនលេខចូលឬក៏យើងចាប់ផ្ដើមចំនួនលេខចូលមកអញ្ចឹង BC BC ដែលជាទទឹងផចតុកោណកែងហ្នឹងគឺ8សង់ទីម៉ែត្រគុណនឹង CD គឺស្មើនឹង20បន្ទាប់មកយើងធ្វើម៉េចតគឺយើងយកវាទៅដកជាមួយនឹងផ្ទៃកាឡាត្រីកោណ1លើ2បាតយើងគឺស្មើនឹងប្រមាណនេះយើងដោយសារវា8អញ្ចឹងអានេះក៏ស្មើ4ដែរមិនអញ្ចឹងស្មើ4 ED គឺស្មើ4ណាដោយសារតែសញ្ញាហ្នឹងគឺវាមានន័យថាវាស្មើគ្នា AE ស្មើ ED ស្មើ4សង់ទីម៉ែត្របន្ទាប់មកយើងត្រូវការ AF យើងមើល CD សរុបគឺស្មើ20អញ្ចឹងមានន័យថា AB សរុបគឺស្មើនឹង20ដែរបើវាស្មើ20យើងចង់រក AF អញ្ចឹង20ចែកជា2កន្លែងនេះស្មើ10ណាអញ្ចឹងគុណជាមួយនឹង10ពួកយើងគិតលេខមក80 0 8 16 160ដកឲ្យ40ចែកជា2ស្មើ20អញ្ចឹងចម្លើយយើងខ្លីៗគឺស្មើនឹង140សង់ទីម៉ែត្រការ៉េយេអញ្ចឹង so the area the unshaded shaded ស្មើនឹង140សង់ទីម៉ែត្រការ៉េបាទអញ្ចឹងអរគុណច្រើនលំហាត់នេះចប់ត្រឹមហ្នឹងអរគុណ